ជំរាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់មកវិញនៅក្នុងវីដេអូថ្មីដែរនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី comment ដែលប្រើសម្រាប់គ្រប់គ្រង user នៅក្នុង Ubuntu server ជាងដំបូងយើង connect ចូលទៅ Ubuntu server យើងតាមរយៈ SSH យើងត្រូវការ IP វាយើងបើក terminal របស់យើងមកហើយយើង SSH ចូលទៅតាមមកនេះយើងត្រូវដាក់ឈ្មោះ user របស់យើងជាងដាក់ password របស់យើងមកចាឥឡូវខ្ញុំសូមចុច Ctrl Alt មកដើម្បី clear ឥឡូវយើង check មើលថាយើងកំពុងប្រើ user អីយើងវាយថា who am I ចាឥឡូវយើងកំពុងប្រើ user សុបញ្ញានៅក្នុង Ubuntu server ទី1 comment របស់យើងគឺដើម្បីបង្កើត user អញ្ចឹងដើម្បីបង្កើត user នៅក្នុង Ubuntu server យើងត្រូវប្រើ command sudo user add អញ្ចឹងយើងប្រើ command ប៉ុណ្ណេះហើយនេះគឺយើងដាក់ឈ្មោះ user របស់យើងបើយើងប្រើ command ត្រឹមតែ user add ហ្នឹងយើងអាចបង្កើតបាន user មួយដែលវាអត់មាន home directory និង password ទេយើងចេញធ្វើមកនេះយើងវាទាមទារ password របស់ admin របស់យើងចាឥឡូវខ្ញុំបង្កើត user ហើយយើងអាចចូលទៅមើលថា user យើងហ្នឹងមានឬក៏អត់យើងត្រូវតែadd file password នៅក្នុង etc p awd ចឹងយើងលីសវាមកនេះគឺជាឈ្មោះ user ctech ដែលខ្ញុំបានបង្កើតមិញចឹងរាល់កូដ1000ចាប់ពី1000ឡើងទៅមានន័យថាគឺវាមិនបង្កើតឲ្យ system នេះជាអ្វីដែលយើងអ្នកបង្កើតយើងបន្ទាប់ពី list ឃើញ user ហ្នឹងហើយបើសិនជាយើងចង់ delete user យើងត្រូវប្រើ command sudo user del ហើយដាក់ឈ្មោះ user របស់យើងមក ctech ចាឥឡូវខ្ញុំបានលុប user ហ្នឹងហើយខ្ញុំសុំ clear បន្តិចយើងចុច control L ហើយយើង cat file ពី password យើងទៀតមក etc pa swd ចាឥឡូវ user ទី1001មិញគឺត្រូវបានលុបបាត់ហើយអញ្ចឹងបន្ទាប់ពីហ្នឹងទៀតយើងអាចបង្កើត home directory របស់វាបានដោយយើងប្រើ option .m ខ្ញុំសូមបង្កើត user ម្ដងទៀតដែលវាមាន home directory យើងប្រើ sudo user add តែយើងមាន .m ហើយយើងដាក់ឈ្មោះ user មក ctech យើងបន្ទាប់ពីបង្កើតមកហើយយើងទៅ cat វាមើលម្ដងទៀតទៅនេះ user ctech ហើយយើង list ការ home directory នៅក្នុង home directory មាន folder ឈ្មោះ ctech ដែលជា user directory របស់ ctech ខ្ញុំអាចចូលទៅក្នុងហ្នឹងមកដោយប្រើ cd home ctech ចឹងដោយសារយើងអត់ប្រើ user ហ្នឹងទេយើងអាចចូលទៅកាន់ home directory ctech ហ្នឹងបានដែរ home directory ctech ហ្នឹងយើងប្រើសម្រាប់ user ctech តមកទៀតយើងបើសិនជាយើងចង់លុប user ដែលមាន home directory យើងត្រូវលុប user ហើយចាំលុប home directory តាមក្រោយខ្ញុំប្រើ user sudo user del ដែរនេះយើងទៅ cat វាមើលម្ដងទៀតយើងបាត់ user មិញបាត់អីហើយយើង remove directory ប្រើ
command sudo remove ដក ovf ន័យថាទោះនៅក្នុងហ្នឹងមានអីក៏យើងត្រូវតែលុប folder ហ្នឹងដែរនៅក្នុង home ctech យ៉ាងឡើយបន្ទាប់ពីយើងបង្កើត user ដែលមាន home directory auto ហើយយើងអាចបង្កើត user ដែលមាន shell script នៅក្នុងហ្នឹងមួយទៀតដោយប្រើ command ឥឡូវខ្ញុំសុំគ្រាមួយសិន command sudo user add ដែរហើយយើងដាក់ដក m ហើយថែមដក s ដក clear bash ដក clear bin /bash ហើយយើងដាក់ឈ្មោះ user តិចដែរគេ enter មកយើងអាចចូលទៅ check វាម្ដងទៀត cat passwd ហើយយើងត្រូវការដាក់ etc សិនដោយសារយើងនៅក្នុង directory ហ្នឹងទេ etc តែខ្ញុំសរសេរចឹងនេះយើងឃើញ user ctech របស់យើងមិញហើយចាឥឡូវយើងបង្កើត user ដែលវាមាន shell script មាន home directory ហើយយើងមានវិធីសាស្ត្រមួយទៀតដែលលឿនជាងនឹងទៀតតែឥឡូវខ្ញុំសូមលុប user ហ្នឹងសិន sudo user ដែលឈ្មោះ user របស់យើង ctech ឥឡូវយើងលុប user ហើយយើងត្រូវ remove directory របស់វាដែរ sudo rm.ovf home ctech home ctech ឥឡូវនេះ directory របស់យើងឈ្មោះ ctech ហ្នឹងត្រូវបានលុបបាត់ហើយឥឡូវយើងចូលមកដល់ command ដែលវាលឿនព្រោះយើងត្រូវការ run command តែម្ដងទេយើងអាចបង្កើតបានមានទាំង home directory មានទាំង user password និងព័ត៌មានរបស់ user មួយចំនួនទៀតយើងវាយ command ថា sudo add user មិញខ្ញុំប្រើ command user add ឥឡូវខ្ញុំប្រើ command add user ហើយយើងដាក់ឈ្មោះ user របស់យើងមក ctech បន្តមកទៀតវាឲ្យយើងបំពេញ password របស់ user ctech ហ្នឹងដាក់1 2 3 ចឹងនេះជា full name របស់ user របស់យើងតមកទៀត room number បើសិនជាយើងមាន room number យើងអាចដាក់ room number របស់យើងបានហើយនេះ work phone បើសិនជាយើងដឹងពី work phone របស់ user ហ្នឹងយើងអាចដាក់ work phone របស់ user ហ្នឹងបានតែបើខ្ញុំអត់ចាំបាច់ដាក់វាទេហើយ home phone ក៏អញ្ចឹងដែរ other នេះព័ត៌មានផ្សេងទៀតអញ្ចឹងបន្ទាប់ពីហ្នឹងវាសួរថា information ដែលយើងបានបំពេញហ្នឹងវាត្រឹមត្រូវដែរអត់បើសិនជាត្រឹមត្រូវហើយយើងចុច y ហើយ enter ទៅបន្ទាប់ពីនឹងមកខ្ញុំសូមចូលទៅឆែក user ហ្នឹង sudo etc passwd ចឹងនេះយើងវាមានទាំងឈ្មោះពេញនៅក្នុងហ្នឹងទៀតហើយយើងទៅ list មើលនៅ home directory របស់យើងថាមាន home user សម្រាប់ជាស្រ័យ c ls ចឹងនេះជា folder របស់ user ctech ចឹងយើងសាក cd ចូលទៅប៉ុណ្ណឹងបើសិនជាយើងអត់ប្រើ user ctech ទេយើងអាចចូលបានអត់ cd ctech ចឹងសម្រាប់ user ctech បាន login ចូលបាន cd ចូលទៅកាន់ directory របស់ ctech បានយើងអាច switch user ទៅកាន់ user ctech ដោយប្រើ su switch user ហើយដាក់ឈ្មោះ user របស់យើង ctech ហើយនេះ password យើងដាក់1 2 3ចឹងឥឡូវយើងចង់ដឹងថាយើងនៅក្នុង user ណាយើងអាចប្រើ command who am I ហើយយើងកំពុងប្រើ user ctech ហើយ pwd ដើម្បីដឹងថាយើងកំពុងនៅក្នុង directory មួយណាយើងនៅ directory របស់ user សបញ្ញាយើង cd នេះន័យថាយើងទៅដល់ home directory របស់ user យើងអញ្ចឹង
pwd ឥឡូវយើងកំពុងនៅ home directory របស់ user តិចតិចចឹងនៅក្នុងវីដេអូនេះខ្ញុំមានមេរៀនសម្រាប់បង្ហាញអ្នកទាំងអស់គ្នាតែប៉ុណ្្នឹង